អូខេអរគុណច្រើនបងប្អូនអញ្ចឹងថ្ងៃនេះសូមធ្វើវីដេអូមួយទាក់ទងទៅនឹងរបៀប remove payout ចេញពីគណនីដែលយើងមិនចង់ទុកដែលយើងមិនចង់ទុកអញ្ចឹងណាមិនមែនទេបានន័យថាremove payout ចេញពីគណនីរបស់អ្នកលក់ឬក៏អ្នកដែលយើងពឹងឲ្យគេជួយ set up ឲ្យហើយយើងចង់ទុកតែ payout នៅក្នុង account របស់យើងឯងអញ្ចឹងដោយសារតែមានបងប្អូនយើងគាត់សំណូមពរច្រើនអញ្ចឹងខ្ញុំប្រាប់ធ្វើពីរបៀប remove payout ព្រោះដោយសារតែអ្នកដែលរៀបចំឲ្យយើងឬក៏ជាអ្នកលក់គាត់អត់អាចដកខ្លួនគាត់ចេញបានទេទាល់តែមានម្នាក់ទៀតអាចជាអ្នកដែលទិញយកទៅឬក៏ជាអ្នកដែលពឹងយើងឲ្យជួយធ្វើឲ្យ set up អឺ set up CM ឲ្យហ្នឹងអាហ្នឹងទើបអាចដកចេញបានអញ្ចឹងជាក់ស្ដែងខ្ញុំនឹងធ្វើឲ្យបងប្អូនមើលជាក់ស្ដែងតែម្ដងអញ្ចឹងសម្រាប់បងប្អូនដៃថ្មីឬក៏សម្រាប់បងប្អូនដែលអត់ទាន់ដឹងអាចយើងមើលវីដេអូនេះទៅយើងដឹងហើយប៉ុន្តែសូមអធិស្ឋានសម្រាប់បងប្អូនយើងដែលគាត់ចេះហើយដែលគាត់ជា MMO ដៃចាស់ណាអញ្ចឹងអធិស្ឋានផងហើយមានការខុសឆ្គងអីសូមមេត្តាអធិស្ឋានហើយបើសិនជាមានអារម្មណ៍ថាធុញអាចអូមលងបានបាទអញ្ចឹងយើងចាប់ផ្ដើមអញ្ចឹងដំបូងឡើយយើងចូលមក Facebook ធម្មតាប៉ុន្តែសូមបញ្ជាក់បន្តិចណាយើងចូលនៅក្នុងកុំព្យូទ័រទើបអាចងាយស្រួលធ្វើតាមពិតគេធ្វើក្នុងទូរស័ព្ទដៃក៏បានដែរប៉ុន្តែខ្ញុំអត់សូវស្នឹកជាមួយទូរស័ព្ទដៃខ្ញុំធ្វើកុំព្យូទ័រតែម្ដងទៅអញ្ចឹងនៅក្នុងកុំព្យូទ័រយើងចូល Facebook យើងធម្មតាអញ្ចឹងមកយើងចូលជ្រោមចូលអីធម្មតាយើងលុកឲ្យហើយមកបន្ទាប់មកយើងចូលទៅ profile Facebook របស់យើងបាទ profile Facebook របស់យើងហើយយើងមើលនេះពាក្យ dashboard នេះ dashboard dashboard ហ្នឹងមកយើងចុច dashboard អូខេហើយយើងចុច all tool បាទចុច all tool ហើយយើងអូសមកយើងឃើញនេះ payout នៅខាងក្រោម monetize ហ្នឹងយើងឃើញពាក្យថា payout ឃើញទេណាបងប្អូនបាទយើងចុចចឹងមកអូខេហើយមកដល់កន្លែងនេះយើងនេះដោយសារ payout ខ្ញុំមានច្រើនអញ្ចឹងបើសិនជាបងប្អូនមាន payout តែមួយដែលខ្ញុំបាន transfer ទៅហើយអីហ្នឹងអញ្ចឹងងាយស្រួលទេអញ្ចឹងបងប្អូនដែលមាន payout តិចៗស្រួលទេប៉ុន្តែខ្ញុំមាន payout ច្រើនអញ្ចឹងអឺបងប្អូនចុចកន្លែងហ្នឹងមកដើម្បីរើស payout ដែលបងប្អូនចង់ remove ចេញឧទាហរណ៍ខ្ញុំយក payout នេះខ្ញុំយក payout នេះជាឧទាហរណ៍មួយចុះបាទហេតុយករបស់ខ្ញុំបណ្ដោយទៅកុំឲ្យពិបាកបាទប៉ុន្តែនេះខ្ញុំជាឧទាហរណ៍ណាតែបើបងប្អូនចង់ដកខ្ញុំចេញពី payout របស់បងប្អូនអញ្ចឹងបងប្អូនចូលទៅក្នុង payout របស់បងប្អូនដែលមានខ្ញុំណាដែលមានឈ្មោះខ្ញុំនៅក្នុងហ្នឹងអញ្ចឹងយើងធ្វើមិនដឹងថាមានឈ្មោះ payout របស់បងប្អូនមានខ្ញុំនៅក្នុងហ្នឹងដែរអញ្ចឹងឧទាហរណ៍ជាក់ស្ដែងខ្ញុំយក payout របស់ខ្ញុំនេះមកបាទចុចលើវាហ្នឹងហើយអញ្ចឹងម្ដងទៀតណាសូមម្ដងទៀតឡើងវិញបាទអញ្ចឹងបងប្អូនចូល Facebook ហើយបងប្អូនចូលនេះ dashboard នេះ professional dashboard ហ្នឹងមកបាទបន្ទាប់មកបងប្អូនយកall tool នេះ all tool បាទអូសមកក្រោមបន្តិចមកឃើញពាក្យថា payout បាទហើយបន្ទាប់មក payout មានច្រើនអញ្ចឹងបងប្អូនចុចកន្លែងនេះដើម្បីជ្រើសរើស payout ដែលចង់ remove អ្នកដែលយើងពឹងឲ្យគាត់ជួយធ្វើ set up CM ឬក៏គាត់ជួយអ្នកលក់ឲ្យយើងអីហ្នឹងយើងចង់ remove គាត់ចេញនេះបងប្អូនអូសមក payout យើងឈ្មោះមួយណាឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំឈ្មោះនេះចុះបាទខ្ញុំយកឈ្មោះខ្ញុំចឹងហើយបន្ទាប់មកអត់ឃើញទេដឹង move មិនទេនេះបើចឹងមិនមែនទេបងប្អូនយើងឃើញមានមួយមានoverview មាន transaction មានearn success មាន tax form មាន payout help អញ្ចឹងណាអត់សូវចេះអង់គ្លេសទេបងប្អូនអធិស្ឋាននេះកន្លែង setting នេះបងប្អូនចូលកន្លែង setting ហ្នឹងមកបាទចុច setting ហ្នឹងហើយបងប្អូនចុះមកក្រោមទៀតមកអូអានេះមាន payout តែមួយបាក់ប្រហែលទៀតឥឡូវខ្ញុំមកមើល payout មាន2អូខេខ្ញុំយកច័ន្ទរ៉ាឌីនេះចុះអូខេបាទអញ្ចឹងយើងចូល setting នេះមកបន្ទាប់មកយើងអូសមកក្រោមមកនេះឃើញមាន2 3ហ៎អញ្ចឹងនេះកន្លែង payout account admin នេះអញ្ចឹងបងប្អូនចុចនេះ update ចុចពាក្យថា update ហ្នឹងមកបាទអញ្ចឹងនេះបើសិនជាខ្ញុំអាចដក2នេះចេញបានប៉ុន្តែខ្ញុំអត់អាចដកខ្លួនឯងបានទេអញ្ចឹងបងប្អូនដែលចូលមកដល់កន្លែងហ្នឹងហើយឃើញឈ្មោះខ្ញុំថាជីងសាត់សាហ្នឹងបងប្អូនចុចខ្វែងប៉កចុចខ្វែងណាចុចខ្វែងហើយចុចពាក្យ done នេះចុចពាក្យ done ចុចពាក្យ done វានឹងផ្ញើ security verify អញ្ចឹងវាអាស្រ័យលើ Facebook របស់បងប្អូនវាអាចផ្ញើទៅកូដលេខទូរស័ព្ទដៃបងប្អូនហើយឬក៏ Gmail អញ្ចឹងបងប្អូនត្រូវតែត្រៀមកន្លែងហ្នឹងទុកផងណាហើយ Facebook ខ្លះវាត្រូវទាមទារ password ទៀតអញ្ចឹងបងប្អូនអាចត្រៀម password ទុកឲ្យឧទាហរណ៍ខ្ញុំលុបនេះប៉ាម៉ានីឧត្តមចេញ
គេខ្ញុំលុបបាត់បើសិនជាខ្ញុំចុចដានទៅវានឹងបាត់តែម្ដងអញ្ចឹងខ្ញុំអត់ចុចដានទេខ្ញុំ back មកវិញបាទតែបើសិនជាខ្ញុំចុចខ្លួនឯងអត់អាចទៅទេទៅដែរតែប៉ុន្តែចុចដានទៅអត់បានទេឃើញទេបងប្អូនវាទាអញ្ចឹងណាអញ្ចឹងអឺទា verify អញ្ចឹងបងប្អូនត្រូវមានលេខទូរស័ព្ទដើម្បីសកួរយកមកដាក់លេខ verify ណាអញ្ចឹងបងប្អូនត្រូវរងចាំវាបន្តិចទៅកាលពីមុនយើង remove ខ្លួនឯងអត់បានទេប៉ុន្តែអានេះមិនដឹងថាវា remove ខ្លួនឯងបានដែរអត់អញ្ចឹងយើងចាំមើលទាំងអស់គ្នាបើសិន remove ខ្លួនឯងបានវាជាការល្អអញ្ចឹងឥឡូវលេខខ្ញុំបានមកដល់ដៃខ្ញុំហើយលេខយើងរងចាំវាប្រហែលជា1នាទីវាមកដល់បាទឃើញទេអញ្ចឹងយើងអាច remove ខ្លួនឯងបានទេតតែបងប្អូនជាអ្នក remove ខ្ញុំចេញទៅបានអញ្ចឹងវីដេអូយើងមានប៉ុណ្ណឹងអញ្ចឹងបងប្អូនដែលជាវ page ពីខ្ញុំទៅហើយកុំភ្លេចចូលទៅកន្លែងហ្នឹងremove payout ចេញផង remove ខ្ញុំចេញពី payout ផងណានេះឈ្មោះនេះអូខេអញ្ចឹងអរគុណច្រើនវីដេអូយើងមានប៉ុណ្ណឹង